ប្រគួតគូបានក្របឈរឡើងវានៅកម្ពុជាហើយយើងនឹងមិនតែស្ដាយក្នុងការចេញទៅសួស្តីចាថ្ងៃនេះគឺជាថ្ងៃទី2ហើយដែលយើងមកសិក្ខាសាលាទីនេះហើយមានមនុស្សជាច្រើនរយនាក់ចូលរួមមានចាស់មានក្មេងមានលោកគ្រូអ្នកគ្រូមកតាមខេត្តផ្សេងដែលកំពុងតែមានសកម្មភាពអ៊ូអររំភើបសប្បាយមានច្រៀងមានរាំមានស្ងៀមស្ងាត់ថ្វាយបង្គំទ្រង់និងសកម្មភាពផ្សេងដែលបងប្អូនឃើញនៅក្នុងវីដេអូមួយនេះលោកគ្រូអ្នកគ្រូមកពីតាមខេត្តជាច្រើនរួបរวมគ្នាដើម្បីនឹងតម្កើងនិងសរសើរថ្វាយបង្គំដល់ព្រះជាម្ចាស់នៃយើងចានេះជាសកម្មភាពពួកគាត់លោតរាំកញ្ឆេងជាមួយគ្នាទាំងអ្នកចម្រៀងអ្នកភ្លេងក៏ដូចជាលោកគ្រូអ្នកគ្រូដែលនៅខាងក្រោមឆាកផងដែរចាសូមតាមដានសកម្មភាពជាបន្តទៀតដូចតទៅចានេះគឺជាសកម្មភាពរបស់លោកគ្រូអ្នកគ្រូដែលកំពុងតែច្រៀងសរសើរដំកើងដល់ព្រះជាម្ចាស់ដោយអារម្មណ៍និងដួងចិត្តឆេះឆួលចាអ្នកខ្លះលើកដៃអ្នកខ្លះបន្លឺសំឡេងអធិដ្ឋានបណ្ដាច្រៀងបណ្ដានេះគឺជាការថ្វាយបង្គំរបស់គ្រិស្តបរិស័ទយើងដែលនៅក្នុងសិក្ខាសាលាធំមួយនាំចំណាក់ឋានលោកគ្រូនឹងមានសូមអន្តរជាតិខ្លាំងស្វាគមន៍លោកគ្រូសិទ្ធិអំណរពុនក៏ផ្ដល់អំណរឲ្យប្តីវិញដែរចាក្រោយពីការថ្វាយបង្គំនិងស្ដាប់ព្រះបន្ទូលព្រះជាម្ចាស់រួចមកដល់វេលាយើងញ៉ាំអាហារសម្រន់នេះណាមានកាហ្វេតែហើយនឹងនំសម្រន់បន្តិចបន្តួចឈប់សម្រាកចូលបន្ទប់ទឹកAnd he says, do you believe? They say, we believe. Favorite for the body of Christ. Go ahead home. That just as the sons and daughters of Issachar live inside of them. តបមកយើងចូលក្នុងស្ដាប់ព្រះបន្ទូលបន្តទៀតតាមរយៈលោកគ្រូណាដែលកំពុងតែចែកចាយនិងមានលោកគ្រូបកប្រែផងដែរចាបន្ទាប់មកគឺយើងក្រោកឈរទាំងអស់គ្នាដើម្បីអធិដ្ឋានអំពាវនាវទៅកាន់ព្រះជាម្ចាស់ឆ្លើយតបនៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលបង្រៀនដល់យើងទាំងអស់គ្នានេះលោកគ្រូអ្នកគ្រូក៏កំពុងតែអធិដ្ឋានទៅកាន់ព្រះអង្គឈរជាអង្គវងមូលមានគ្នាច្រើនចឹងយើងឈរជាវងមូលកាន់ដៃគ្នាពីរជួរមានអារម្មណ៍អ្វីមួយយ៉ាងខ្ញុំជឿជាក់ថាបែរជាអារម្មណ៍ដែលព្រះអង្គក៏មិនដីឲ្យលោកគ្រូអ្នកគ្រូហើយនឹងខ្ញុំទូសូមបងទាំងអស់គ្នានេះជាឈុតដែល
លោកគ្រូអ្នកគ្រូអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ដល់ប្រទេសកម្ពុជារបស់យើងទាំងមូលសូមព្រះអង្គការពារថែរក្សាឲ្យប្រទេសរបស់កូនមានសុខសន្តិភាពរួចផុតពីសេចក្តីអាក្រក់ទាំងឡាយថ្ងៃនេះគឺយើងកំពុងតែអធិដ្ឋានទៅកាន់ព្រះអង្គអ្នកខ្លះយំទូអង្វរស្រែកជាសម្រែកទៅកាន់ព្រះអង្គដល់ប្រទេសជាតិទាំងមូលរបស់យើងឲ្យមានសុខសន្តិភាពសុខសាន្តតទៅចាពួកគាត់អំពាវនាវទៅកាន់ព្រះអង្គសូមទ្រង់មេត្តាប្រោះប្រទានពរដល់ប្រទេសកម្ពុជាកូនមានជំនឿលើទ្រង់ថាព្រះអង្គនឹងថែរក្សាប្រជារាស្ត្ររបស់ទ្រង់នៅក្នុងប្រទេសមួយនេះកម្ពុជាជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទនេះជាការថារបស់លោកគ្រូអ្នកគ្រូអំពាវនាវទៅកាន់ព្រះអង្គទូអង្វរសម្រាប់ប្រជារាស្ត្ររបស់ទ្រង់ពួកយើងទុកចិត្តលើព្រះអង្គថាព្រះអង្គនឹងប្រទានពរនេះពួកគាត់អធិដ្ឋានរួចហើយគាត់ក៏ឈរសម្រាប់និយាយគ្នាលេងបន្តិចហើយក៏ចេញមកក្រៅយើងចែកជាក្រុមដើម្បីសិក្សាបន្តទៀតហើយបន្ទាប់មកយើងញ៉ាំអាហារសម្រន់រួមគ្នាជាបន្តទៀតហើយបងប្អូនឃើញទេនេះណាជាសកម្មភាពរបស់គាត់ដែលចេញមកក្រៅបន្ទាប់មកយើងឈរជជែកគ្នានិយាយអំពីសុខទុក្ខសួរសុខទុក្ខគ្នាទៅវិញទៅមកហើយនឹងញ៉ាំអាហារញ៉ាំតែញ៉ាំកាហ្វេបន្តសម្រាប់បន្តិចមុននឹងចូលទៅក្នុងថ្នាក់រៀនវិញចានេះបងប្អូនឃើញហើយបន្ទាប់មកដល់កម្មវិធីគ្រូរៀមច្បងគាត់ជួយអធិដ្ឋានសម្រាប់បងប្អូនណាដែលមានបញ្ហានៅក្នុងក្រុមជំនុំក្នុងគ្រួសារនៅក្នុងកន្លែងការងារជាដើមមានបញ្ហាអីខ្លះគឺយើងចូលទៅក្នុងដើម្បីសូមអនុញ្ញាតពីលោកគ្រូអ្នកគ្រូដាក់ដៃអធិដ្ឋានឲ្យចានេះជាសកម្មភាពរបស់លោកគ្រូអ្នកគ្រូដែលគាត់កំពុងតែដាក់ដៃអធិដ្ឋានឲ្យសិស្សInside of him. ហើយគេដឹងថាគុណលឺរបស់ព្រះគ្រីស្ទនៅក្នុងព្រះក្រោយពីចប់ការសិក្សាអធិដ្ឋានចប់សពគ្រប់ហើយយើងអង្គុយថតរូបភាពលេងជុំគ្នានេះគឺជាសកម្មភាពឬក៏ជាអនុស្សាវរីយ៍មួយដែលយើងបានជួបជុំគ្នារយៈពេល 2-3 ថ្ងៃកន្លងមកនេះនៅក្នុងសិក្ខាសាលាដ៏ធំមួយនេះធ្វើឲ្យយើងស្គាល់មិត្តភាពបងប្អូនជាច្រើនអ្នកទៀតដែលមកពីខេត្តផ្សេងឥឡូវយើងដល់កម្មវិធីមួយទៀតហើយបងប្អូននេះគឺជាកម្មវិធីដែលយើងដុតទៀនទាំងអស់គ្នាបំភ្លឺយើងអធិដ្ឋានសម្រាប់កម្ពុជាហើយយើងនឹងមិនដែលស្ដាយក្នុងការចេញទៅប្រកប
ចាឥឡូវយើងបញ្ចប់ការដុតទៀននិងជ្រៀងសរសើររំកើងព្រះអង្គរួមគ្នាអធិដ្ឋានចប់ហើយឥឡូវដល់វេលាយើងថតរូបរួមគ្នាម្ដងបន្ទាប់មកយើងញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នាជាថ្ងៃបញ្ចប់ចានេះលោកគ្រូអ្នកគ្រូកំពុងតែញ៉ាំអាហាររួមគ្នាហើយបន្ទាប់មកយើងនឹងបញ្ចប់ត្រឡប់ទៅគេហដ្ឋានរៀងខ្លួនវិញនេះជាអនុស្សាវរីយ៍រយៈពេល2ថ្ងៃកន្លះដែលយើងរៀនជាមួយគ្នាទាំងបងប្អូនយុវជនលោកគ្រូអ្នកគ្រូក្មេងចាស់ប្រុសស្រីទាំងអស់ដែលមកជុំគ្នាគឺយើងកំពុងតែរៀបចំអីវ៉ាន់ហើយនឹងរៀបចំខ្លួនត្រឡប់ទៅផ្ទះឬគេហដ្ឋានវិញរៀងខ្លួនហើយអរគុណព្រះអង្គដែលបានស្គាល់គ្នាដែលបានចូលរួមក្នុងកម្មវិធីនេះជួបគ្នាឆ្នាំក្រោយសូមព្រះប្រទានពរលោកគ្រូអ្នកគ្រូទាំងអស់គ្នាយកពពរទៅជូនដល់ក្រុមគ្រួសារដល់ពួកជំនុំសហគមន៍របស់យើងម្នាក់ជាបន្តទៀតនេះជាកន្លែងលក់សៀវភៅព្រះគម្ពីរផ្សេងខត្តប័ណ្ណផ្សេងបងប្អូនលោកគ្រូអ្នកគ្រូកំពុងពិភាក្សាគ្នានៅតុកាហ្វេមើលចុះពួកគាត់ស្រស់សង្ហាណាស់ស្អាតហើយមានអំណរទៀតមានគ្រប់ជាតិសាសន៍នៅទីនេះពួកគាត់កំពុងពិភាក្សាគ្នានេះនៅខាងក្រៅដែលមានចំណតឡានម៉ូតូធំទូលាយល្អនៅខាងក្រោយចាវីដេអូនេះចប់តែប៉ុណ្ណេះហើយសូមអរគុណច្រើនដែលបានតាមដានពីដើមរហូតដល់ចប់សូមជួបគ្នានៅវីដេអូក្រោយៗទៀតសូមជម្រាបលាបាយបាយ